សិស្សនៃវិទ្យាល័យក្រុងខ្ញុំកណាឈ្មោះអ៊ុនសុភ័ក្រមានចម្ងល់មួយថាហេតុអីបានជាព្រះធម៌ព្រះបរមគ្រូនៃយើងបានបរមងារជាអ្នកត្រាស់ដឹងមួយព្រះអង្គឯងនៅក្នុងលោកមកពីក្រៅពីព្រះអង្គមានណាត្រាស់ដឹងហ្នឹងណាបើគេត្រាស់ដឹងអាហ្នឹងដែរមិនក៏ទៅជាព្រះអង្គឯងកើតមែនទេយល់ពីព្រោះមុននឹងសាសនាសុទ្ធតែគោរពបូជាព្រះនៅលើមេឃឲ្យជួយទាំងអស់ដល់តែព្រះអង្គត្រាស់ដឹងថាសេចក្តីទុក្ខនឹងវាមានអនាឲ្យវាកើតពីតណ្ហាវាកើតពីអំពើអាក្រក់របស់ខ្លួនឯងនេះអ្នកដែលថាអញ្ចឹងមានតែព្រះអង្គនឹងគ្រូផ្សេងអត់ថាអញ្ចឹងប៉ុណ្ណឹងបើគេចេះដែរព្រះអង្គមិនបានឈ្មោះនឹងទេថ្ងៃមុនគេទៅសួរសំណួរនឹងដែរហើយមួយទៀតនេះមនុស្សទាំងឡាយតែងតាំងពីតូចរហូតដល់ស្ដេចពេលមានពិធីជួបជុំផ្សេងនាំគ្នាគោរពទង់ជាតិហេតុអ្វីបានជាព្រះសង្ឃមិនគោរពតើហេតុអ្វីចង់រករឿងថ្មពាក្យថាជាតិនេះគឺវាទាំងអស់គ្នារួមទាំងស្ដេចរួមទាំងមន្ត្រីរួមទាំងក្រហមទាំងអស់អ្វីដែលពលឹងជាតិទាំងអស់វាច្រើនមុខពាក្យថាជាតិហ្នឹងប៉ុន្តែដោយសារព្រះសង្ឃមានវិន័យមួយគឺព្រះសង្ឃមិនអាចគោរពក្រហមបានទេយល់ទេវិន័យរបស់ព្រះសង្ឃមិនអាចគោរពក្រហមបានទេសូម្បីតែជាស្ដេចហើយយើងមើលក្នុងចម្រៀងសូមពួកទេវតារក្សាមហាក្សត្រយើងឲ្យបានរុងរឿងគឺយើងគោរពព្រះរាជារបស់យើងព្រះរាជារបស់យើងជាក្រហមយល់អត់ហ្នឹងឯងមិនស្រឡាញ់ទេប៉ុន្តែព្រះរាជាជាស្ដេចជាក្រហមហ្នឹងឯងបានជាលោកមិនគោរពមិនថ្វាយបង្គំហ្នឹងប៉ុណ្្នឹងទេតែប៉ុណ្្នឹងទេមិនស្រឡាញ់មិនអីទេគឺដោយសារហេតុហ្នឹងឯងនាងខ្ញុំឈ្មោះណែតជានិស្សិតអីដុនបូស្កូនាងខ្ញុំសូមសួរថាតើត្រូវសម្រួមចិត្តបែបណាកុំឲ្យធ្លាក់ក្នុងប្រភេទមនុស្សនរកមនុស្សប្រែតហើយពាក្យមួយឃ្លាថាចាញ់ជាព្រះឈ្នះជាមាឯបកអាចាញ់ជាព្រះឈ្នះជាមាមុនព្រះមិនដែលចាញ់ទេឈ្នះរហូតប៉ុន្តែវិធីឈ្នះរបស់ព្រះអង្គមិនមែនឈ្នះដោយសេចក្តីអាក្រក់មើលក្នុងមង្គល8ព្រះអង្គឈ្នះមេរាធិរាជដោយទានឈ្នះអាលបកយៈដោយបដិហាឈ្នះដំរីណាឡាគិរីដោយមេត្តាឈ្នះសច្ចកនិក្រណដោយបញ្ញាឈ្នះនាងចិញ្ចាដោយពាក្យសច្ចៈឈ្នះនន្តោបនន្តករាជដោយឧបទេសឈ្នះពាក្យការព្រំដោយការផ្សំសម្ដែងធម៌ដោយការឲ្យសិទ្ធដូច្នេះពុទ្ធអត់ដែលចាញ់ទេមិនដែលចាញ់ទេប៉ុន្តែគ្រាន់ថាពាក្យខ្មែរយើងនិយាយក៏មិនខុសដែរសុខចិត្តចាញ់អ្នកដទៃកុំឲ្យចាញ់ខ្លួនឯងមនុស្សអាចឈ្នះអ្នកដទៃបានគឺដោយសារឈ្នះខ្លួនឯងមួយទៀតគេហៅថាខន្តីតលច្រកមនុស្សអត់ធ្មត់ខន្តីគេចេះធ្វើអាក្រក់លើយើងអត់ទ្រាំបន្តយល់អត្តន័យខន្តីខុសខន្តីប្រែថាសេចក្តីអត់ធន់អង្គធัวគឺអតោសៈមានតួនាទីសំខាន់សម្រាប់ចិត្តអាក្រក់ខ្លួនឯងឧទាហរណ៍ថាទឹកមួយពាងមានកកនៅក្នុងនឹងកាលណាគេលូបដៃគោវានឹងទៅជាទឹកល្អក់កាលណាទឹកនឹងល្អក់យើងមើលបាតដីអត់ឃើញទេមានន័យថាកាលណាយើងជួបបញ្ហាអ្វីមួយយើងអត់បានអប់រំចិត្តឲ្យបានល្អយើងទៅទាំងសេចក្តីច្រឡោតមានន័យថាទៅទាំងងងឹតខុសវានឹងមានកំហុសប៉ុន្តែសេចក្តីអត់ធន់មិនមែនបានន័យថាមិនឲ្យដោះស្រាយរឿងទេណាអញ្ចឹងពុទ្ធអ្នកកំពូលអត់ធន់ព្រះអង្គអត់ដោះស្រាយអស់ហើយមនុស្សទល់តែមនុស្សអស្ចារ្យណាស់ទៅជាមនុស្សរក្សាខន្តីធម៌បានខន្តីធម៌មិនមែនទៅអត់ទ្រាំជាមួយពាក្យគេទេគឺរក្សាចិត្តខ្លួនឯងកុំឲ្យច្រឡោតហើយកាលណាមិនច្រឡោតដូចជាទឹកនៅក្នុងពាងគេកោអត់ល្អអញ្ចឹងវានៅតែមើលថ្លាដល់បាតដីមានន័យថាបើចិត្តយើងមិនច្រឡោតយើងនឹងមើលធ្លុះបញ្ហាយល់ទេមិនឲ្យដោះស្រាយទេដូចភិក្ខុមានរឿងព្រះអង្គប្រជុំឲ្យដោះស្រាយប៉ុន្តែព្រះអង្គមិនយកសេចក្តីច្រឡោតយកទៅដោះស្រាយយកបញ្ញាទៅដោះស្រាយអញ្ចឹងពាក្យថាខន្តីមិនមែនបានន័យថាគេធ្វើឲ្យតាមចិត្តមិនមែនទេ
កុំយល់អញ្ចឹងមែនទេមែនទេមែនទេយល់អត់អ្នកណាថាមនុស្សខន្តីអន់ថយមិនយល់មនុស្សខន្តីគឺជាមនុស្សមានអំណាចមនុស្សកាចគេហៅមនុស្សខ្លាំងតែមនុស្សមានខន្តីគេហៅថាមនុស្សមានអំណាចឧទាហរណ៍មិនអាត្មាលើកឧទាហរណ៍ដូចជាឪពុករបស់អាត្មាចុះគាត់អត់ធន់ចិត្តក្រោធរបស់គាត់បានពេលអាត្មាធ្វើខុសម្ដងនោះអាត្មាចាំមិនភ្លេចទេអាត្មាដាក់មួងកាលនោះហ្នឹងហើយដល់ទៅយកមួងមកវិញបើយកមួងទុកទៅអាឡៃឡើងបេះស្វាយស៊ីជ្រូកវាឃើញត្រីវាស៊ីត្រីហ្នឹងវាលមូសមួងខូចអស់ទៅអាត្មាចុះមកវិញខ្លាចគាត់ររឿងក៏យកទៅលាក់លើដើមស្វាយក៏ហក់ឲ្យថាបាត់ហើយកុហកហ្នឹងហើយគាត់គាត់មកមកថាបាត់ហើយមួងយើងទៅរកអត់ឃើញតែគាត់ធ្វើមិនដឹងបាត់មែនទេបាត់មែនហេរស់សពនៅគាត់ថាសពអស់មើលអត់អាត្មាឆ្លើយថាអត់ឃើញគាត់ថាបាត់ក៏បាត់ស្មានតែគាត់អត់រស់រឿងទេមនុស្សចឹងគឺជាមនុស្សមានអំណាចបើសិនមកដល់ភ្លាមជេរផាំងកូនខ្លាចតែមួយផ្លេតទេចំណាំមើលចុះឪពុកម្ដាយណាខុសដៃយកដៃខុសជើងយកជើងជេរមួយផ្លេតកូននឹងចាំបានថាគាត់ខឹងតែប៉ុណ្្នឹងក៏បាត់ខឹងគាត់លែងអីហើយតែឪពុកស្មាអត់ទេណាចិត្តមួយអាទិត្យបានគាត់យកមកកាត់ក្តីសារឡើងវិញគាត់ដើរប្រមូលផោះតាំងសិនព្រោះរឿងហ្នឹងបងអូនអាត្មាក៏ដឹងដែរនៅផ្ទះ2នាក់នោះអាត្មាគម្រាមបងអូនមកអត់ឲ្យប្រាប់អូនទៅប្រាប់មិនបានណាហើយគាត់ជាតែយកបងអូនមកដើរអញ្ចឹងគាត់សួរហើយគាត់សួរថាបងអូនណាចាកូនល្អដូចនេះគេហៅថាកូនល្អគាត់លួងអញ្ចឹងណាកូនល្អកូនចេះស្ដាប់ឪពុកម្ដាយចុះកូនណាកុហកម៉ែឪគេហៅកូនល្អអត់ទេចុះកូនមានកុហកពុកអត់វានៅស្ងៀមគាត់ឈរហើយដល់ហើយគាត់ឈប់សួរគាត់ដឹងថាបែបមានបញ្ហាគាត់ទិញនេះឲ្យទិញគ្រាប់ស្ករឲ្យទិញឲ្យយ៉ាងណាបើកូនណាត្រង់ជាមួយពុកកូននឹងអាយុវែងកូននឹងល្អហ្នឹងអញ្ចឹងកូនណាតកុហកម៉ែឪគ្រោះថ្នាក់មិនបានទេបើកូនចេះគោរពឪពុកម្ដាយណាអ្នកសំបីតាពុកងាប់ទៅក៏ព្រលឹងពុកតាមថែដែរគាត់ថាអញ្ចឹងណាដល់អញ្ចឹងទៅវាគាត់ស្អីសួរទៀតកូនមានកុហកពុកអត់មួយថ្ងៃហ្នឹងបើវាថាមានរឿងអីរឿងមងគាត់ដឹងភ្លាមមិនតន់រករឿងអាត្មាទៀតមានន័យថាគាត់អត់អាសេចក្តីស្ក្រោតហ្នឹងបានយល់ទេនេះរបៀបអត់ធន់ហ្នឹងមកចង់បញ្យល់ពីទីអត់ធ្មត់នៅពេលគាត់រករឿងអាត្មាណាគាត់គិតទៀតគាត់ថាគាត់បដៅកូនមិនមែនបដៅស្លាប់កូនទេគាត់ឲ្យកូនហូបបាយឲ្យហើយងូតទឹកឲ្យស្អាតមិនបានគាត់ធ្វើអញ្ចឹងពីព្រោះគាត់ថាបើរករឿងកូនមុនពេលវាហូបបាយខ្លាចវាខឹងវាអត់ហូបបាយឈឺគាត់ពិបាកដឹកទៅពេទ្យទៀតឃើញអត់គាត់គិតថាគាត់បដៅកូនមិនមែនស្លាប់កូនទេអញ្ចឹងពេលហូបបាយហើយអញ្ចឹងគាត់ហៅជាអើយមកយើងនិយាយគ្នាបន្តិចយើងហ្នឹងហើយគ្រាន់តែហៅប៉ុណ្ណឹងដឹងថាមានការពិភាក្សាហើយហើយវិន័យគាត់ណាសឹងតែល្អជាងលោកសង្ឃវិន័យក្នុងក្រុមគ្រួសារអាត្មាមកដល់ដឹងថាមានរឿងហើយត្រូវមកដល់បត់ជើងថ្វាយអង្គមគាត់3ដងលើកដៃសាពះគាត់និយាយអញ្ចឹងចេះតាំងពីទូចអញ្ចឹងមិនដឹងថាគាត់ប្រាប់អាត្មាពីកាលចេះតែអញ្ចឹងមិនមែនខឹងកូនរត់វៃអត់ទេមកដល់គាត់សួរម្ដងមួយសួរមួយអត់បង្ហាញការខឹងក្រោធទេគេនេះអាត្មាចង់បញ្យល់ពាក្យខន្តីហ្នឹងមានន័យថាម៉េចការអត់ធន់ហ្នឹងអត់ធន់នឹងសេចក្តីក្រោធប៉ុន្តែមិនបោះបង់អ្វីដែលចង់និយាយទេនៅតែដោះស្រាយអញ្ចឹងតែយកបញ្ញាយកមកដោះស្រាយចេះតើគាត់សួរថាគិតឲ្យស្រួលចាំនិយាយគាត់សួរថាមងនឹងពិតជាបាត់ឬក៏វាមានហេតុផ្សេងគាត់សួរអញ្ចឹងសួរមួយអញ្ចឹងហើយស្មានថាបាត់មែនណានៅតែបាត់មែនទៀតណាគាត់ដឹងមកហើយណាហ្នឹងហើយបាត់មែនសួរ2ដងគាត់កាត់ខ្នាច់មួយថាមួយពាត់សួរមួយទៀតសួរលើក3ដងមងនឹងពិតជាបាត់ឬក៏មានហេតុផ្សេងបាត់មែនណានៅតែមែនទេណាគាត់ដាក់ថា3ពាត់ក៏រាប់ទុកអញ្ចឹងណាដល់ពេលអញ្ចឹងគាត់ហៅបងអូនអាត្មាមកបងអូនម៉ណេះ
ដល់មកនេះអាមុខមើលមុខវាទៅវាដាក់មុខចុះយើដល់មកថាអូបែកកាបាត់ហើយហ្នឹងហើយអញ្ចឹងបានគាត់សួរឲ្យបងនិយាយប៉ិនគាត់គម្រាមអាត្មាម្ដងគាត់ថាក៏ឲ្យគាត់សួរម្ដងទៀតមួងនឹងពិតជាបាត់មែនឬក៏មិនមានហេតុផ្សេងថាបាត់មែនឆ្លើយត្រង់ចូលដឹងសាក់សីមកហើយនោះបានគាត់ឲ្យអាត្មាទៅរួមពាត់ណាដែលខ្លួនឯងស្រឡាញ់ធំពេកគាត់អត់យកអ្វីដែលគាត់ពេញចិត្តបន្ទោះទ្រូហើយនឹងក្បាបដូងហើយនឹងធៀងកទួតឲ្យដោះអាវទៀតស្រួលណាស់អាហ្នឹងសាកមើលទៅមែនទេដោយគាត់គិតចេះទៀតគាត់ថាគាត់វ័យកូនគឺវ័យបដៅកូនមិនមែនវ័យសម្លាប់ទេបើវ័យដោយដៃខ្លាចជ្រុលដៃវ័យបំផុតធំខ្លាចវាគ្រោះថ្នាក់ឯងដឹកទៅពេទ្យដែរគឺវ័យឲ្យទៅឈឺស្បែកក្រៅទេឲ្យរៀងតាប៉ុណ្ណឹងបិណ្ឌគាត់ប្រាប់ថាឪវ័យនេះណាមិនមែនវ័យព្រោះមួងបាត់ទេគឺវ័យព្រោះកុហករបស់បាត់ឲ្យវាបាត់ចុះកូនឪពុកត្រូវការតែម្យ៉ាងពុកឲ្យកូនស្មោះត្រង់តែប៉ុណ្្នឹងឯងរបស់បាត់អាចរស់ទៀតបានប៉ុន្តែបើកូនខូចជាមួយឪពុកកុហកឪពេលនេះកូនអត់អីទេណាប៉ុន្តែបើកូនថ្ងៃក្រោយទៅកុហកបោកប្រាស់គេកូនជាប់គុកអញ្ចឹង3បំផុតនេះចាំថាកុំកុហកកុំបោកប្រាស់ឃើញទេនេះឯងជារបៀបខន្តីមានអំណាចតាំងពីនោះមកអាត្មាមិនហ៊ានកុហកទេចាំរហូតយល់អត់ចុះបើខុសម៉ាំងផ្ទះពី3ដៃទៅខົບខឹងដែរព្រោះវាអត់បានផ្ដល់ការអប់រំយល់ទេជាមួយនឹងការបដៅកូនត្រូវផ្ដល់ការអប់រំនៅក្នុងនឹងផងយល់អត់ម៉ែអូកុំឲ្យខឹងម៉ែជេរតែខ្លួនឯងទៀតណាអ្នកខ្លះជេរម្ដាយកូនមិនប៉ះខ្លួនឯងចេះឆោតចឹងហើយញោមប្រុសមកអត់ដែរជេរទេពេលមានរឿងយ៉ាងណាក៏ដោយភ្ញៀវមកនៅតែអូនចឹងអត់ដែលភ្ញៀវណាសូម្បីតែនៅជនបទដាច់ស្រយាលមែនអ្នកស្រុកអ្នកភូមិមិនដែលដឹងថាឪពុកស្មាចេះចែកកូនឬក៏បដៅកូនដោយវិធីណាទេតែកូនតលិចតកើតតាំងពីទូចដល់ធំស្មាមិនដែលហ៊ានប្រកែកញោមប្រុសសូម្បីតែមួយម៉ាត់ទេឲ្យទៅគឺទៅហើយយ៉ាងច្រើនធ្វើមុខជូរបន្តិចទេទៅហើយខ្លាចខ្មោចក៏ទៅដែរយល់ទេនេះមានអំណាចដោយសារអីគាត់គ្រប់សង្កត់ចិត្តខ្លួនគាត់បានមានន័យថារឿងហ្នឹងគាត់មិនរស់រឿងថ្ងៃហ្នឹងមិនមែនបានន័យថាគាត់ឈប់រស់រឿងទេនេះគឺជាមនុស្សមានអំណត់អាចទប់ស្កាត់ចិត្តខឹងខ្លួនឯងបានអញ្ចឹងខន្តីគឺត្រង់ដែលអត់សង្កត់ណាកន្លែងហ្នឹងប៉ុណ្ណឹងហើយរកវិធីសាស្ត្រក្នុងការដោះស្រាយយល់ហ្នឹងហើយមិនមែនចាញ់ទេមិនមែនចាញ់